នៅថៃប្រិមិត្តសិស្សស្រីទៅចប់វិទ្យាល័យអាយុ19ឆ្នាំត្រូវសង្សារកូនអ្នកធំសម្លាប់រួចយកសពទៅប្លង់ចោលនៅវាលស្រែកាលពីថ្ងៃទី4ខែមេសាឆ្នាំ2025កន្លងទៅនេះនៅប្រទេសថៃមានការផ្ទុះករណីឃាតកម្មមួយដែលនារីវ័យ19ឆ្នាំម្នាក់ត្រូវបានសង្សារកូនប្រុសអ្នកធំសម្លាប់រួចយកសពទៅប្លង់ចោលនៅវាលស្រែដោយសារតែភ្លើងប្រច័ណ្ឌហេតុការណ៍មួយនេះបានកើតឡើងនៅក្នុងខេត្តមួយនៅប្រទេសថៃដោយនារីជាជនជាតិសូមជាស្រ័យជនរងគ្រោះមានវ័យ19ឆ្នាំជាសិស្សទៅតែចប់ថ្នាក់វិទ្យាល័យត្រៀមនឹងឡើងទៅរៀននៅសាកលវិទ្យាល័យរីឯបុរសជាសង្សារមានវ័យ19ឆ្នាំដូចគ្នានិងជាកូនប្រុសអតីតសមាជិកក្រុមប្រឹក្សាខេត្តដ៏ល្បីមួយរូបតាមការសារភាពពីជនដៃដល់បានឲ្យដឹងថានៅថ្ងៃកើតហេតុគេនាំបាននាងទៅញ៉ាំអីនៅខាងក្រៅតែក៏ទាស់សម្ដីគ្នានៅតាមផ្លូវរហូតដល់ទ្រាំមិនបានទៅច្របាច់កនាងទះតប់នាងដល់ពេលនាងដួលក៏បានលើកជើងទាត់មុខជាច្រើនដងរហូតដល់បាត់មាត់ទៅចុងក្រោយក៏បានអូសនាងទៅទម្លាក់នៅវាលស្រែយ៉ាងណាមិញជនដៃដល់បានសារភាពទៀតថាគេធ្វើបែបនេះព្រោះតែខឹងនាងលួចតាកតងជាមួយមិត្តរបស់ខ្លួនដោយឡែកសាកសពរបស់នារីរងគ្រោះត្រូវបានប៉ូលីសយកទៅធ្វើកសលវិច័យបន្តរីឯជនដៃដល់ក៏ត្រូវបានឃាត់ខ្លួនរងការចាំដំណើរក្តីទៅតាមផ្លូវច្បាប់សាហាវមែនតើបងប្អូនអើយគ្រាន់តែភ្លើងប្រច័ណ្ឌទេណាប៉ុន្តែអានេះវាកំហុសយើងអ្នកស្លាប់ក៏ស្លាប់ទៅហើយវាមិនដឹងថាចម្លើយនេះវាយ៉ាងណាទៀតទេដឹងតែថាប្រច័ណ្ឌចាប់បានសង្សារលួចតាកតងនឹងមិត្តភក្តិខ្លួនឯងអញ្ចឹងទោះតែងសម្ដីគ្នាធ្វើឲ្យតែជ្រុលដៃសម្រាប់មនុស្សតែម្ដងណាបងប្អូនហើយមិននៅខ្មែរយើងនៅថៃទៀតបងប្អូនហើយទៅអាយុ19ឆ្នាំ